ទីហ៊ានផ្លាមានការភ័យខ្លាចយ៉ាងខ្លាំងក្រុមកុមារមួយក្រុមត្រូវបានគេប្រទះឃើញប្រមូលក្រុមគ្នានឹងជុំលេងជាមួយគ្រាប់បែកដៃចូលនៃគ្រាប់បែកដៃត្រូវបានរុំនៅក្នុងលានដៃជារង្វង់ដោយមិនដឹងខ្លួនទាំងស្រុងធ្ងន់ធ្ងរនៃបញ្ហាលទ្ធផលគ្រោះថ្នាក់មួយបានកើតឡើងហើយនោះហើយជីវិតពេលគាត់អាចមានប្រតិកម្មបន្ទាប់មកមានរឿងមួយកាន់តែផ្ទុះឡើងបានធ្លាក់ចុះហើយដៃគូលេងសើចបានឆក់ដៃក្មេងប្រុសនោះចេញដៃទាញគ្រាប់បែកដៃចេញភ្លាមចេញជាងទាញកុំរើអីដោយមិននឹកស្មានដល់ស្រាប់តែទីហ៊ានសំឡេងក្រហមដែលបន្លឺឡើងធ្វើឲ្យក្មេងប្រុសនេះខ្លាចខ្លាំងណាស់រហូតដល់សំខ្លួនបន្ទាប់មកគាត់បានពីប្រហែលដៃចេញនៃគ្រោះថ្នាក់ហាក់ដូចជាចិត្តមកដល់ហើយនៅពេលវេលាដ៏សំខាន់នៃជីវិតនិងសេចក្តីស្លាប់នេះទីហ៊ាននោះរត់ដោយមិនស្ទាក់ស្ទើរកាលពីមុនគាត់បានប្រថុយជីវិតរបស់គាត់កូនឲ្យណែនគាត់ដួលទៅលើដីទ្រូងរបស់គាត់លាតសាបផ្ទុះដ៏ខ្លាំងក្លានៅវិនាទីបន្ទាប់វាបានបង្កើតការផ្ទុះយ៉ាងខ្លាំងសំឡេងនោះបានបន្លឺឡើងហើយទីហ៊ានបានប្រាស្រ័យជាមួយកុមារដោយរាងកាយរបស់គាត់ផ្ទាល់នេះគឺជាការបាញ់ប្រហារដ៏សាហាវមួយគាត់បានតស៊ូបន្ទាប់ពីការផ្ទុះខ្ញុំក្រោកឡើងហើយទៅពិនិត្យភ្លាមពិនិត្យសាកសពកុមារដើម្បីបញ្ជាក់ពួកគេទាំងអស់គ្នាមានសុវត្ថិភាពនិងសុខសប្បាយអីនៅពេលនេះឪពុកម្ដាយរបស់កុមារក៏វាសំឡេងនៃការដឹងគុណពួកគេដោយក្តីបារម្ភពិនិត្យកូនរបស់ពួកគេដោយមិនដឹងពីរបួសជាច្រើននៅចំហៀងខ្លួនទីហ៊ានដែលហត់នឿយកំពុងជួបក្មេងម្ដងទៀតពួកគេបានស្ដារធម៌ពលពីមុនរបស់ពួកគេឡើងតែទីហ៊ាននោះមានអារម្មណ៍ថាការខ្លាំងបានមកពីខាងលើវិនាទីបន្ទាប់ជាមួយបានហូរចេញពីខ្លួនគាត់វាចេញពីមាត់ខ្ញុំដើម្បីកុំឲ្យវាការថប់បារម្ភរបស់ហ្វូងមនុស្សការលំបាករបស់ទីហ៊ានបានអៀងទៅនឹងដើមឈើមួយក្បែរនោះដោយចោះយឺតដោយមិនមនុស្សបានដឹងថាក្នុងរបស់គាត់ត្រូវបានបំផ្ទុះពោពេញទៅដោយរន្ធនានាហើយញ័រខ្លួនគាត់លូកដៃទៅជូតវាចេញភាពស្រស់ថ្លាហូរចេញពីមាត់របស់គាត់ឈាមនៅទីបំផុតដោយសារតែរបួសរបស់គាត់ធ្ងន់ធ្ងរមិនអាចទប់ខ្លួនបានទាំងស្រុងគាត់លើដើមឈើស្ដាប់សំឡេងសើចរបស់កុមារស្មារតីរបស់គាត់ប្រសាទបាត់បន្តិចម្ដងចាក់ចៃ